ពុទ្ធរូបទាំងអស់បរិស័ទតាមានពន្លឺទាំងអស់គេមិនហៅម៉ូលីទេគេហៅពន្លឺម៉ូលីគឺភ្នួងសក់នេះមកភ្នួងហ្នឹងមកកលិលើដល់សក់គេហៅម៉ូលីដល់ពេលលើគេហៅពន្លឺឆាប់ប៉ុនរាំងសៃពន្លឺនេះយើងចង់សាងក៏ចង់ធ្វើក៏បានមិនចង់ធ្វើក៏បានអត់ទើសទេបងបើកន្លែងនេះយើងធ្វើតែធ្វើទៅគេឃើញថាយើងធ្វើតាមសៀមអត់ទេណាអាត្មាសំជ្រាបឲ្យអញ្ជើញទៅមើលពុទ្ធរូបតូចធំនៅក្នុងអង្គរធំអសតតែមានពន្លឺខាងលើដូចជាពិសេសនៅប្រាសាទតាទួតគេឆ្លាក់ពុទ្ធរូបក្នុងធ្នឹមប្រាសាទនៅ4ជ្រុងជើងសតកំពូលស្រួយសារពន្លឺយ៉ាងទាំងអស់បងប្អូនទាំងអស់គ្នាការឆ្លាក់ព្រះពុទ្ធរូបមិនមែនឆ្លាក់តាមតែចិត្តនឹកឃើញទេស្រែមព្រះវិហារតែងតែឆ្លាក់ចម្លាក់ព្រះពុទ្ធរូបដោយគោរពទៅតាមក្បួនខ្នាតខ្មែរពិតប្រាកដជាក់ស្ដែងសញ្ញាស្រួចនៅលើព្រះសិរសា គឺជាសញ្ញាមង្គលជាពន្លឺនៃព្រះបញ្ញាញាណរបស់ព្រះសម្មាសម្ពុទ្ធដែលបានត្រាស់ដឹងនិងមានពន្លឺចាំងចេញពីព្រះសិរសារបស់ព្រះអង្គ